ពណ៌គឺតែងតែជាកត្តាសម្រេចចិត្តនៅក្នុងអារម្មណ៍និងអារម្មណ៍របស់មនុស្សវានឹងអស្ចារ្យនៅពេលដែលយើងរីករាយនៅក្នុងកន្លែងដ៏ទន់ភ្លន់និងត្រជាក់ហើយទាំងនេះគឺជាពណ៌ទាំងអស់ដែល Segundo ណែនាំសម្រាប់បន្ទប់គេងរបស់អ្នកដើម្បីជួយអ្នកបន្ធូរអារម្មណ៍និងនាំមកនូវកន្លែងសម្រាប់ដ៏ល្អឥតខ្ចោះពណ៌ខៀវ Pastel នាំមកនូវអារម្មណ៍ទន់ភ្លន់ដូចជាត្រូវបានហ៊ុមព័ទ្ធដោយមេឃច្បាស់លាស់នាំមកនូវអារម្មណ៍នៃសេរីភាពនិងសន្តិភាពក្រែមពណ៌ស្នំមកនូវភាពកក់ក្ដៅនិងភាពស្អាតស្អំបង្កើតអារម្មណ៍សុខស្រួលនិងរីករាយសម្រាប់ការគេងជ្រៅពណ៌ផ្កាឈូកមិនត្រឹមតែនាំមកនូវភាពស្រស់ស្អាតរបស់មនុស្សស្រីប៉ុណ្ណោះទេថែមទាំងបង្កើតអារម្មណ៍ទន់ភ្លន់និងស្រមើស្រមៃផងដែរស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តភាពផ្អែមល្ហែមពណ៌បៃតងខ្ចីនាំមកនូវពណ៌ធម្មជាតិតំណាងឲ្យភាពស្រស់ស្រាយនិងភាពរឹងមាំជាចុងក្រោយពណ៌ប្រផេះស្រាលដែលជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពតិចតួចបំផុតនិងភាពឆើតឆាយនាំមកនូវភាពស្រស់ស្អាតបែបទំនើបខណៈដែលនៅតែរក្សាបាននូវភាពកក់ក្ដៅនិងការលួងលោមក្នុងរស់នៅដូច្នេះតើពណ៌មួយណាដែលអ្នកចូលចិត្តជាងគេទុកមតិយោបល់ខាងក្រោមហើយកុំភ្លេចតាមដានដើម្បីគាំទ្រ Segundo